សុបាទបងប្អូនឃើញក្បាលវីដេអូដឹងហើយថាជាសម្លអីដែរបងប្អូនខ្ញុំបានត្រួយមរុំទៀតហើយបងប្អូនសម្រាប់ទុកស្លកកូរថ្ងៃនេះណាបងប្អូនហើយអាចយកធ្វើលក់បានទេណាបងប្អូនហូបហើយជំនួយដល់សុខភាពបងប្អូននេះបងប្អូនល្អមែនតើបងប្អូនអើយធម្មជាតិពិតៗណាបងប្អូននេះបែបបានមួយដៃបងប្អូនអើយអ្នកមកមើលល្អមែនតើបងប្អូនអើយមរុំធម្មជាតិណាបងប្អូនអ្នកមកមើលស្លកកូរឆ្ងាញ់ណាស់បងប្អូនស្ដីបងប្អូនថ្ងៃនេះខ្ញុំស្លកកូរណាបងប្អូននេះគ្រឿងស្លកកូរខ្ញុំណាបងប្អូនមានតាំងពីគ្រឿងក្លុកបងប្អូនណាខ្ញុំបានបុកណាបងប្អូនថ្ងៃក្លុកក៏ឆ្ងាញ់ដែរបងប្អូននេះមានតាំងពីអង្គលីងប្រេងឆាអំបិលស្ករប៊ីចេងបងប្អូនមានតាំងពីប្រហុកសាច់បងប្អូនណាហ្នឹងហើយអត់បាក់ច្រាំទេបងប្អូនយើងដាក់ស្លបរហើយណាបងប្អូនណាមកតែក្រហមតែអីចឹងទៅបងប្អូននេះខ្ទិះដូងណាបងប្អូនណាហ្នឹងហើយនេះសាច់ជ្រូកខ្ញុំសាច់ជ្រូក3ជាន់ណាបងប្អូនថ្ងៃនេះនេះបន្លែខ្ញុំបងប្អូនមានតាំងពីត្រប់ស្រួយមានតាំងពីសណ្តែកគួរល្ពៅចឹងទៅបងប្អូននិងពពាយល្ហុងចឹងទៅបងប្អូនណាហ្នឹងហើយតោះទៅស្លទាំងអស់គ្នាណាបងប្អូនទៅស្លជាមួយខ្ញុំទាំងអស់គ្នាបងប្អូនខ្ញុំចាប់ផ្ដើមដាក់ឆ្នាំងហើយខ្ញុំចាប់ផ្ដើមចាក់ខ្លាញ់ចូលលើបងប្អូនណាប្រេងឆាបងប្អូនហ្នឹងហើយហើយបន្តមកទៀតគឺចាក់ប្រហុកបងប្អូនណាប្រហុកខ្ញុំគឺជាប្រហុកសាច់ទេណាបងប្អូនខ្ញុំបានច្រាំអីទេបងប្អូនបន្តមកទៀតបងប្អូនខ្ញុំចាក់គ្រឿងចូលហើយបងប្អូនចាក់គ្រឿងចូលហើយកុំភ្លេចឆាឲ្យឈ្ងុយណាបងប្អូនហ្នឹងហើយឆាទៅឆាចូលឆាឡើងហើយមួយសន្ទុះហើយក៏យើងចាក់សាច់ចូលទៅបងប្អូនសាច់3ជាន់ខ្ញុំហាន់ឲ្យជាស្រេចទៅបងប្អូនណាហ្នឹងហើយឆាចូលឆាឡើងរឿងយូរទៀតណាបងប្អូនឆាហើយចាំយើងដាក់គ្រឿងចូលណាបងប្អូនគ្រឿងនោះដូចជាអំបិលស្ករប៊ីចេងណាបងប្អូនដាក់អំបិលតែបន្តិចបានហើយបងប្អូនព្រោះប្រហុកយើងរឿងប្រៃហើយណាបងប្អូនណាហ្នឹងហើយតើបងប្អូនស្លដូចខ្ញុំដែរឬទេបងប្អូនខ្ញុំស្លឆ្អែតណាបងប្អូនហ្នឹងហើយគ្រឿងហើយយើងលីងគ្រឿងនឹងសាច់ហើយឲ្យឆ្អិនឲ្យឈ្ងុយហើយបងប្អូនតមកទៀតយើងចាំដាក់ទឹកចូលណាបងប្អូនលីងឲ្យឈ្ងុយសិនណាបងប្អូននេះប៉ណ្នេះបានណាបងប្អូនហ្នឹងហើយតមកទៀតយើងចាក់ទឹកចូលណាបងប្អូនហ្នឹងហើយខ្ញុំបានប្រើទឹកដូងទឹកអីទេណាបងប្អូនខ្ញុំប្រើជាទឹកសុទ្ធណាបងប្អូនណាហ្នឹងហើយយើងស្លបន្ទាប់មកយើងចាក់ទឹកចូលរួចរាល់ហើយបងប្អូនចាក់បន្លែចូលហើយបងប្អូននេះបន្លែខ្ញុំបងប្អូនមានតែប៉ុណ្្នឹងឯងណាបងប្អូនបន្លែខ្ញុំដូចមានដូចជាល្ហុងទៅបងប្អូនល្ហុងហើយសណ្តែកគួរមានត្រប់មានល្ពៅមានអីចឹងទៅបងប្អូនហ្នឹងហើយខ្ញុំចាក់បន្លែរួចហើយយើងចាក់អង្ករលីងចូលបងប្អូនណាហ្នឹងហើយបងប្អូនស្លដូចខ្ញុំហ្នឹងបងប្អូនខ្ញុំឃើញបងប្អូនខ្លះគាត់ស្លខុសពីខ្ញុំណាបងប្អូនហ្នឹងហើយគាត់លីងគ្រឿងនិងសាច់និងបន្លែចូលគ្នាណាបងប្អូននិងក៏លីងបងប្អូនប៉ុន្តែខ្ញុំស្លចែងណាបងប្អូនមានរសជាតិឆ្ងាញ់ដូចគ្នាណាបងប្អូនហ្នឹងហើយយើងទុកមកស្ទុះឲ្យវាពុះហើយបន្តមកទៀតយើងចាក់ខ្ទិះដូងចូលណាបងប្អូនហ្នឹងហើយចាក់ខ្ទិះដូងចូលរួចមកស្ទុះទុកមកស្ទុះសិនណាបងប្អូនបន្តមកទៀតយើងចាក់បន្លែចូលណាបងប្អូនបន្លែខ្ញុំគឺស្លឹកម្រុំបងប្អូនស្លឹកម្រុំហើយស្លឹកបាសណាបងប្អូនហ្នឹងហើយសុទ្ធតែបន្លែធម្មជាតិបងប្អូនអូយមានរសជាតិឆ្ងាញ់ណាបងប្អូននេះបងប្អូនខ្ញុំស្លខ្ជូងទេណាបងប្អូនរៀងយូរតិចហើយបងប្អូនបើស្លគេរៀងលឿនណាបងប្អូនហ្នឹងហើយសម្លស្រុកស្រែយើងមានតែប៉ុណ្្នឹងឯងណាបងប្អូននេះបងប្អូនឆ្អិនរួចរាល់ហើយណាបងប្អូនមើលទំនងដែរទេបងប្អូនសម្លកកូរស្រុកស្រែណាបងប្អូនគាត់តែឃើញក៏ដឹងតែឆ្ងាញ់ដែរបងប្អូនអូយនេះសម្លកកូរដាក់ខ្ទិះទេបងប្អូនអូយរឹតតែឆ្ងាញ់ទេណាបងប្អូនខ្លះក៏ស្លដាក់ខ្ទិះបងប្អូនប៉ុន្តែខ្ញុំចូលចិត្តស្លដាក់ខ្ទិះណាបងប្អូនព្រោះដាក់ខ្ទិះឆ្ងាញ់បងប្អូនមានរសជាតិឈ្ងុយដូងបងប្អូនឈ្ងុយខ្ទិះដូងបងប្អូននេះបងប្អូនឆ្អិនរួចរាល់ហើយណាបងប្អូនតើបងប្អូនថ្ងៃនេះបានម្ហូបអីដែរបងប្អូនខ្ញុំថ្ងៃនេះបានប៉ុណ្ណឹងឯងណាបងប្អូនដឹងតែឆ្ងាញ់ទៀតហើយបងប្អូនអូយសម្លស្រុកស្រែយើងណាបងប្អូនខ្ញុំចូលចិត្តខ្លាំងណាស់បងប្អូនសម្លកកូរស្លស្លក់ចឹងទៅណាបងប្អូនមកបងប្អូនហូបបាយជុំខ្ញុំដល់គ្នាបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្ណឹងឯងណាបងប្អូនមិនមានកន្លែងណាខុសឆ្គងក៏មិនសំគួរខ្ញុំបាទសំខាន់តែបេទោះណាបងប្អូនអរគុណច្រើនសូមជម្រាបលា